ជំរាបសួរបងជាងខាងសក់ខាងជាងកាត់សក់ទាំងអស់គ្នាបាទអញ្ចឹងវីដេអូនេះគឺខ្ញុំមកបង្ហាញដែលខ្ញុំជួសជុលប្រើ motor ប្រភេទនេះដែលគេហៅដូចជា A6 បាទអញ្ចឹងវាមានបញ្ហាត្រង់កលៈនេះវាអត់តាក់អញ្ចឹងខ្ញុំអាចធ្វើបានដោយខ្ញុំធ្វើសាកប្រើបានមួយខែជាងហើយបោះចាស់ខ្ញុំប្រើខ្លួនឯងហ្នឹងគឺវាមានបញ្ហាត្រង់អត់តាក់ហើយដល់ខ្ញុំធ្វើតាក់អញ្ចឹងទៅប្រើខ្លួនឯងទៅឃើញថាវាបានប្រើបានមួយខែជាងហើយវាអត់ទាន់មានបញ្ហាអីទេតែបញ្ជាក់តិចវាបានទៅលើហើយនឹងមកក្រោយទេវាបានមុខស្មើហើយនឹងមុខ 0.5 បាទនេះគឺប្រើខ្លួនឯងហើយដល់ពេលវីដេអូនេះគឺខ្ញុំមកបង្ហាញគឺខ្ញុំធ្វើតាក់នឹងឲ្យជាងនៅភូមិមួយគ្នាហ្នឹងបាទខ្ញុំធ្វើទៅតាក់បានវិញខាងលើចុះក្រោមបានហើយកុងតាក់មុនដំបូងហ្នឹងយើងប្រើកុងតាក់ជារបៀបអញ្ចឹងហើយឃើញថាវាពិបាកប្រើអញ្ចឹងទៅខ្ញុំកែដាក់ចេះមកទៅយើងបិទកាវបិទអីយ៉ាងមកហើយអាកន្លែងនេះចុចមកបិទបើកបានប្រើបានវិញធម្មតាហើយកន្លែងនេះបើសិនថាវាបេតុងចុចនឹងវាពុកវាស្រួយទៅយើងយកមកដាក់លើអញ្ចឹងចុចបានដូចគ្នាហើយក្រោយទៅមុខអីគឺបានតម្លាក់តឡើងបានមកវិញដាក់ចុះទៅគឺអាចកាត់សក់រលួយបានទៀតហើយដល់ជាងគាត់មិនវងគាត់ຕົកជំនួសទេជំនួសគាត់ទិញថ្មីអញ្ចឹងទៅនេះគាត់ជំនួសម្ដងម្កាលតែបើធ្វើហើយអញ្ចឹងអាចតែប្រើវិញធម្មតាហើយគាត់ឆ្លាស់គ្នាហើយ motor នេះគឺខ្ញុំធ្វើប្រើខ្លួនឯងដោយតង់នេះបើសិនថាវាខូចយើងយកមកធ្វើអញ្ចឹងដែរទៅបាទសំខាន់គឺឡើងលើថយក្រោយបើយើងវាមកតែថយក្រោយពេកពេលដែលកាត់យើងទៅជួយរុញទៅតែបើអានេះខ្ញុំធ្វើហើយគឺយើងអត់បាច់ជួយរុញទេយើងរុញទៅវាតាក់លូនវាហើយអត់មកទេកាត់ចូលមួយខែដែរកាលពីខ្ញុំធ្វើវីដេអូកាលមុនបាទថ្ងៃនេះថ្ងៃទី28ឥឡូវម៉ោងហើយជា2 3ហើយដល់ទៅមកពីសលៀនគេដែរហើយបាទអញ្ចឹងអរគុណសម្រាប់ការតាមដានហើយ page ខ្ញុំហ្នឹងគឺនៅតែដំណើរការ2មាន page ជាងរ៉ាត់ជួសជុលកង្ហារហើយ page ជាងរ៉ាត់សលៀងត្រង់ដល់កាត់សក់បាទ TikTok គឺមានតែមួយទេគឺមានឈ្មោះជាងរ៉ាត់សំលៀងត្រង់ដល់កាត់សក់អញ្ចឹងជាងស្រុកស្រែយើងដែលត្រូវការជួសជុលអីគឺអាចតាក់ទងមកបានជួសជុលសំលៀងបាទគឺកុងតាក់កែអីគឺមានច្រើនបាទអញ្ចឹងចាំមើលវីដេអូក្រោយគឺខ្ញុំនឹងបង្ហាញរបៀបកែដោយសាកម្ដងជាមួយ motor M10 motor អសចិនឬក៏ motor ទូទៅក៏ដោយយើងកែសាកជាដោយគេហៅដោយ Type C เนาะវាយើងស្រួលពេលដែលបាត់ឆ្នាំងសាកអីចឹងទៅយើងពិបាករកទិញគឺយើងអាចច្នៃសាកបានបាទអរគុណសម្រាប់ការតាមដាន